បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងនេះមកហាលមកថតកូនកងានដូចទំញាស់បងប្អូនទំញាស់ខ្ញុំដាក់ចេញពីទូបាន3ថ្ងៃហើយកូនមន់ដាក់មកតាណាគ្នាដែរដល់សារវាមកថ្ងៃតែមួយយើងដាក់ចូលមួយគ្នាបណ្ដោយនេះពេលព្រឹកបងប្អូនហើយដាក់ហាលថ្ងៃអញ្ចឹងហើយមន់ហើយកងានវាដូចគ្នាបងប្អូនពេលវាត្រូវពេលវានៅតូចយុវាចាប់ពីកន្លះខែចុះក្រោយនោះវាត្រូវការកម្ដៅចឹងអានេះពេលព្រឹកដល់ពេលថ្ងៃនេះខ្ញុំដាក់ហាលវានៅមួយពលឺថ្ងៃព្រះអាទិត្យយើងដើម្បីកាត់បន្ថយការបើកភ្លើងហើយដល់ពេលយប់ឡើងបានយើងហើយបើកភ្លើងយប់ឡើងយើងបើកអំពូលកម្ដៅពីព្រោះបើវានៅតូចៗបើយើងអត់ដាក់អំពូលកម្ដៅអត់ដាក់ហាលថ្ងៃវាធ្វើឲ្យមាន់យើងរួញកសង្កុកអញ្ចឹងវាសុខភាពវាអត់ល្អអញ្ចឹងហើយបានពេលព្រឹកឡើងខ្ញុំយកវាមកហាលថ្ងៃវាពេលព្រឹកហ្នឹងហើយដាក់ចំណីដាក់ AOC ទៅហើយដល់ពេលថ្ងៃក្តៅខ្លាំងតិចយើងលើកវាចូលម្លប់វិញហើយដល់ពេលយប់ឡើងបានយើងបើកភ្លើងអំពូលជាមួយយប់ខ្ញុំថតវីដេអូមួយទៀតបើកអំពូលកម្ដៅវាពេលយប់ឡើងយ៉ាបានអានេះមកជួលបងប្អូនបានកូន8ហើយកងាន2ជូតណាបលស្អាតទេខ្ញុំចូលបាំងថ្ងៃបងប្អូនវាចូលបាំងថ្ងៃវាល្ងាតែបើយើងបាត់ដាក់ថ្ងៃអត់ដាក់ថ្ងៃអត់បាំងថ្ងៃវាថតអត់ច្បាស់នេះចំណៃបងប្អូនចំណៃស៊ីនៅតូចយើងមិនដាក់អីផ្សេងក្រៅពីចំណៃទេដល់ពួកធំនេះពួកធំនេះខ្ញុំដាក់ស្មៅនេះធំនេះ5គ្រាប់ទៀតដាក់ស្មៅស៊ីចិត្តអស់ចំណៃដាក់ស៊ីដែរ5ថ្ងៃយ៉ាង2បងប្អូនវីដេអូនេះមានប៉ុណ្ណឹងបងប្អូនចង់ចែកម្លេចបងប្អូនយើងឲ្យដឹងឲ្យពីរបៀបថែកូនណាកូនយើងត្រូវការកម្ដៅទាំងថ្ងៃទាំងយប់តែពេលថ្ងៃនេះយើងដាក់មួយព្រះអាទិត្យទៅវាអត់សូវចុះព្រោះយើងដាក់ភ្លើងមួយយប់មួយថ្ងៃទល់យប់ទល់ថ្ងៃវាអស់ភ្លើងច្រើនបងប្អូនចង់វីដេអូមានប៉ុណ្ណឹងបងប្អូនច្រើនជួបគ្នាវីដេអូក្រោយ